ចុច control បូក tab អញ្ចឹងបងប្អូនគាត់ដាក់ម៉ៅពីមុខហើយយើងចុច control បូក tab តោះឥឡូវយើងនាំគ្នាមករៀនពីរបៀបក្នុងការដាក់សញ្ញាចុចឬសញ្ញា tre នៅក្នុងតារាង Word ឬ table វិញម្ដងយើងធ្លាប់តែដៅ tab យើងឬដាក់ tre ក្នុងក្តារទទេទៅយើងសាកប្រើទៅលើ table តើខុសគ្នាវាមិនអញ្ចឹងខ្ញុំមានតន័យពីរខ្មែរនិងអង់គ្លេសខ្ញុំចង់ដាក់សញ្ញាចុចឬ tre ឲ្យគេបំពេញនៅចន្លោះហ្នឹងណាអញ្ចឹងបើសិនបើយើងដាក់តែមួយបងប្អូន select មួយហើយយើងដៅ tab ទៅប៉ុន្តែបើសិនតែយើងដាក់ទាំងអស់បងប្អូនធ្វើការ select ក្នុង cell នៃតារាងរបស់យើងមកជួយឈរវាណាយើង select ទាំងអស់មកហើយយើងយកម៉ៅទៅដៅទៅលើ ruler tab នៅខាងលើដៅឲ្យបងប្អូនចង់ពេញជាមួយនឹងកន្លែង game នៃ cell បងប្អូនធ្វើការចាប់ទាញ tab របស់យើងសកត់ឲ្យដល់ចុងផុតម៉ៅស្ដាំពីរដងទៅលើ ruler tab ឡើងដៅមើលលេខរបស់យើងគឺលេខ8កន្លះយើងយក arrangement right ហើយលេខ2 mode វាចុច OK មកបើសិនតែយើងដាក់ម៉ៅពីមុខអក្សរយើងចុច tab បែរថាក្នុង tab key អាចស្រ័យនៅក្នុង table បើសិនបើយើងចុច tab key ស្មើនឹងផ្លាស់ទៅកាន់ cell ខាងមុខចឹងអានេះយើងធ្វើម៉េចយើងធ្វើការចុច control បូក tab អញ្ចឹងបងប្អូនគ្រាន់តែដាក់ម៉ៅពីមុខហើយយើងចុច control បូក tab ចុច control បូក tab រហូតមកដល់កាន់បើសិនតែយើងដៅហើយណាហើយខាងនេះដូចគ្នាយើង select មកយើងចង់ដាក់ដែរយើងចុចដៅ tab ព្រោះអីបន្ទាត់យើងដៅបានដូចគ្នាអញ្ចឹងយើងសកត់ទាញដល់ចុងកណ្ដាលម៉ៅស្រាមពីរដងយើងយកលេខ right លេខ2អូខេហើយយើងដាក់ម៉ៅពីមុខមក control បូក tab អញ្ចឹងនេះគឺរបៀបក្នុងការប្រើទៅលើសញ្ញា tre ឬដាក់ចុចឬក៏យើងដៅ tab ដៅនៅក្នុង table របស់យើង